អឺសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកតាមដានលំហាត់ត្រៀមប្រឡងបាក់ឌុបយើងតទៀតសម្រាប់បងប្អូនថ្នាក់វិទ្យាសាស្ត្រពិតយើងត្រៀមឆ្នាំ2026លំហាត់ចំនួនកំ plex ហើយក្នុងផ្នែកនេះគឺមានបន្ទុក15បន្ទុកដែលយើងប្រឡងឥឡូវយើងមើលប្រធានលំហាត់គេឲ្យចំនួនកំ plex សិតអងមួយស្មើរ៉ាឌីកាល់ការ៉េ3បូក e ហើយនឹងសិតដឺយើងស្មើ2កតាកុសផាយលើ4ដក e ស៊ីនផាយលើ4អញ្ចឹងសំណួរកគេឲ្យយើងសរសេរសិតអងជាទម្រង់ទៅកោណមៀតហើយខគេឲ្យយើងកណនី module ហើយនឹងអាគុយម៉ង់នៃសិតអងស្វ័យគុណ6ហើយកគេឲ្យសរសេរផលគុណសិតអងសិតដឺជាទម្រង់ពេជ្រគណិតគឺទម្រង់ a បូក be ចឹងយើងមកមើលដំណោះស្រាយជាមួយគ្រូគឺកសរសេរសិតអងស្មើប៉ុណ្ណឹងជាទម្រង់ត្រីកោណមៀតហើយដើម្បីសរសេរជាទម្រង់ត្រីកោណមៀតបានយើងត្រូវរក module ណាគុយម៉ងវាចឹងយើងមើលយើងរក module វា module ខ្ញុំតាំងដល់ a អងទៅ a អងស្មើចម្លែកដែលខាតនៃសិតអងស្មើរ៉ាឌីកាល់ទី2នៃបាទរ៉ាឌីកាល់ការ៉េនៃ3លើកជាការ៉េបូកមេគុណពីមុខ e នេះគឺ1អញ្ចឹងយើងបូក1ការ៉េហើយទូទាត់ទៅឃើញ3បូក1 4យើងចេញមកបាន2ចំណែកគឺយើងត្រូវរកអាគុយម៉ង់មួយទៀតអាគុយម៉ង់គឺយើងរកតែតាអងគ្នាយើងឃើញmodule ស្មើ2អញ្ចឹងយើងបានកុសតែតាអងស្មើនឹងយើងយកអារ៉ាឌីកាល់ទី2នេះ3ចែកនឹង module ហ្នឹងទៅចែកនឹង2ទៅហើយតែតាដឺស៊ីនតែតាដឺស្មើនឹង1បាទនេះមេគុណមុខ e នេះ1អញ្ចឹង1នៅលើ2លើ a យើង2អញ្ចឹងកុសវាស្មើរ៉ាឌីកាល់ការ៉េ3លើ2ចំណែកស៊ីនស្មើនឹង1លើ2អញ្ចឹងយើងទាញបានតែតាអងស្មើនឹងផាយលើ6មានន័យថានេះចំមុំនេះផាយលើ6កុសវាគឺឬ3លើ2ចំណែកស៊ីនយើងគឺ1លើ2អញ្ចឹងចំមុំផាយលើ6អញ្ចឹងគ្នាយើងបានតម្រង់ត្រីកោណមៀតគឺសិតស្មើ a កតាកុសមុំផាយលើ6បូក e ស៊ីនផាយលើ6អាហ្នឹងយើងហៅថាតម្រង់ត្រីកោណមៀតពេលប្រឡងបងអាចសរសេររូបមន្តចូលឲ្យគេមុនក៏បានដែរគឺសេសិតអងស្មើ a តាកុសតែតាអងបូក e ស៊ីនតែតាអងបាទសេអញ្ចឹងមកតែឥឡូវគ្រូដាក់យកកាត់តិចខគេឲ្យកណនី module ហើយនឹងអាគុយម៉ង់នៃសិតអងស្វ័យគុណ6អញ្ចឹងក្នុងនេះគឺយើងមានសិតអងបាទនេះខ្ញុំសរសេរឲ្យយើងមើលបន្តិចគឺមានសិតអងស្មើនឹង2កតាកុសនេះនៃមុំផាយលើ6បូក e ស៊ីនផាយលើ6អញ្ចឹងបើសិនជាយើងយកសិតអងស្វ័យគុណ6អាទាំងអស់នេះស្វ័យគុណ6ដែរហើយយើងប្រើតាមរូបមន្តដម័យើងតម្លាក់ចូលមកគ្នាយើងចានេះបាន2ស្វ័យគុណ6យើងទទួលបានប៉ុណ្នេះហើយមែនតែនទៅយើងអាចសរសេរបាទ2ស្វ័យគុណ6កតាកុសផាយលើ6បូក e ស៊ីនផាយលើ6ទាំងអស់ស្វ័យគុណ6តែក្នុងនេះយើងតម្លាក់6ចូលមកណាតម្លាក់6ចូលមកកន្លែងមុំនេះគុណមួយមុំហ្នឹងទៅយើងទួបានប៉ុណ្នេះតែគ្រាន់តែគ្រូរៀងកាត់បន្តិចកន្លែងហ្នឹងណាអាចសម្រាយក៏បានដែរអញ្ចឹង6សម្រួល6អស់សល់ផាយអានេះ6សម្រួល6អស់សល់ផាយដែរ
2 ស្វ័យកូន6ឃើញ64ចំណែកកោះផាយយើងស្មើនឹង1ហើយស៊ីនផាយស្មើ0អញ្ចឹងក្នុងនេះគឺ1អញ្ចឹង1គុណនឹង64វាឃើញ64អញ្ចឹង model នៃសត្វអងស្វ័យគុណ6គឺឃើញ64ចំណែកអាគុយម៉ងរបស់វាគឺតម្លៃមុំហ្នឹងហើយយើងថែមនេះតិចថែមផាយបូក2ការផាយមកដែលការជារបស់សត្វណាបាទថែមនឹងតិចដាក់តែផាយទៅទេក៏មិនខុសអីដែរហ្នឹងឥឡូវបងប្អូនមើលគោសំណួរគោគេឲ្យយើងសរសេរសត្វអងគុណសត្វដឺហ្នឹងជាតម្រងពេជ្រគណិតជាតម្រងពេជ្រគណិតអញ្ចឹងយើងមានសត្វដឺសត្វអងយើងបានឃើញរួចហើយគឺនេះពីលើមកនេះសត្វអងនេះហើយឥឡូវសត្វដឺយើងយកវាមកឆ្នៃបន្តិចវិធីមាន2យ៉ាងបងប្អូនចង់សរសេរអាសត្វដឺនេះជាតម្រងតេកោណមៀតសិនក៏បានហើយសូមប្រើតាមផ្លេច2គុណគ្នាតែកៃឡូយើងពិបាកឆ្នៃមកចូលតម្រងពេជ្រគណិតវិញអញ្ចឹងអានេះយើងពលាតប្រវែកមកកោសផាយលើ4គឺ radical ការ៉េ2លើ2ស៊ីនផាយលើ4ក៏ស្មើប៉ុណ្ណឹងដែរហើយkhiយើងគុណ2ចូលទៅយើងសម្រួល2ចោលសល់ radical ការ៉េ2អានេះគុណ2ចូលមកនេះដែរមកសម្រួលចោលសល់ដក e radical ការ៉េនៃ2អញ្ចឹងយើងបានអាផលគុណហ្នឹងសត្វអងគុណសត្វដឺស្មើអញ្ចឹងខ្ញុំយកតម្រងពេជ្រគណិតមកបាទហើយបងប្អូនចង់យកអាត្រីកោណមៀតនេះមកហើយតើរបំលែងអាសត្វដឺទៅតម្រងត្រីកោណមៀតដែរប៉ុន្តែនាំពិបាកទេបើមានពេជ្រគណិតហើយគុណនេះនឹងចេញពេជ្រគណិតដែរអញ្ចឹងសត្វដឺស្មើប៉ុណ្នេះហើយសត្វអងយើងសត្វអងគឺ radical ការ៉េនៃ3បូក e ចំណែកសត្វដឺ radical ការ៉េនៃ2ដក e radical ការ៉េ2អញ្ចឹងអានេះគុណពលាតមកបាន radical ទី2នៃ6អានេះគុណ1កន្សោមនេះទៅបានដក e radical ការ៉េនៃ6បាទហើយយើងគុណ e ចូលម្ដង e គុណនឹង radical ការ៉េ2បាន e radical ការ៉េ2 e គុណនឹងដក e radical ការ៉េ2 e គុណ e ឡើង e ការ៉េហើយក្នុងនេះគឺ e ការ៉េស្មើដក1ដកប៉ះដកចេញបូកអញ្ចឹងសល់ radical ការ៉េ6បូក radical ការ៉េ2បូកជាមួយនឹងអានេះមាន e ដូចគ្នាយើងទាញ e ជាកតាទៅបាទទាញ e ជាកតាទៅយើងសរសេរ radical ការ៉េ2មុនក៏បានដែរហើយដក radical ការ៉េនៃ6បាទអញ្ចឹងនេះគឺជាតម្រងពេជ្រគណិតប៉ុន្តែគ្រាន់ថាបើសិនបងប្អូនចង់យកតម្រងថៃកោណមៀតវាគុណគ្នាពេលខ្លះហ្នឹងគុណទៅមិនមែនប្រកាសថាចូលមុំពិសេសទេអញ្ចឹងវាពិបាកយើងអញ្ចឹងកន្លែងហ្នឹងវិធីដែលល្អខ្ញុំណែនាំឲ្យគ្នាយើងយកអាពេជ្រគណិតហ្នឹងគុណគ្នាហ្មងទៅណាយកតម្រងពេជ្រគណិតគុណគ្នាហ្មងទៅដោយសារគេចង់បានតម្រងពេជ្រគណិតពេលដែលតម្រងពេជ្រគណិតគុណគ្នាវាចេញតម្រងពេជ្រគណិតហើយបាទអញ្ចឹងលំហាត់យើងមានប៉ុណ្ណឹងហើយចាំតាមដានលំហាត់ក្រោយបន្តទៀតហើយគ្នាយើងជួយ Subscribe Channel YouTube គ្រូម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបាទ